ការរៀបចំស្រះសម្រាប់ត្រីប្រាជាទូទៅស្រះចិញ្ចឹមត្រីប្រាគួរមានទំហំចាប់ពី500ម៉ែត្រការ៉េឡើងទៅហើយមានជម្រៅចាប់ពី1.5ទៅ2ម៉ែត្រថ្នល់ស្រះមាំហើយខ្ពស់ជាងកម្រិតទឹកខ្ពស់បំផុតក្នុងឆ្នាំធ្វើរុញទឹកសម្រាប់បញ្ចេញនិងបញ្ចូលទឹកមួយវិញទៀតគឺសម្អាតសម្រាមនិងកាកសំណល់ផ្សេងៗនៅក្នុងស្រះបំភក់បាតស្រះឲ្យនៅសល់ត្រឹម0.2ឬក៏0.3ម៉ែត្ររួចហាលឲ្យស្ងួតដើម្បីកម្ចាត់ពពួកសត្វកាចនិងបន្សាបជាតិពុលនៅបាតស្រះបាចកំបោរកម្ចាត់ពពួកសត្វកាចនិងបង្កើតគុណភាពទឹកជាមួយបរិមាណកំបោរសចន្លោះពី10ទៅ15គីឡូក្រាមក្នុង100ម៉ែត្រការ៉េនិងបន្សល់ទុកពីពេលរយៈពេលពី2ទៅ5ថ្ងៃចំណែកមួយវិញទៀតហ្នឹងគឺហុំស្បៃព័ទ្ធជុំវិញស្រះដើម្បីការពារត្រីខាងក្រៅចូលក្នុងស្រះហើយការពារកូនត្រីខាងក្នុងចេញនិងការពារសត្វផ្សេងៗចូលទៅក្នុងស្រះផងដែរចុងក្រោយគឺបញ្ចូលទឹកនៅក្នុងស្រះជម្រៅទឹកពី1ទៅ1.2ម៉ែត្រដំណាក់កាលដំបូងហើយបន្ទាប់មកបញ្ចូលបន្ថែមដល់ជម្រៅ1.5ទៅ2ម៉ែត្រវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ